សពថ្ងៃនេះគ្រោះមហន្តរាយដូចជាជំងឺរាតត្បាតសង្គ្រាមគ្រោះអត់ឃ្លាននិងគ្រោះរញ្ជួយដីកំពុងកើតឡើងកាន់តែញឹកញាប់និងកាន់តែធ្ងន់ធ្ងរទៅទំនាយតាក់ទងនឹងការយាងត្រឡប់មកវិញរបស់ព្រះអង្គម្ចាស់យេស៊ូវកំពុងត្រូវបានសម្រេចម្ដងមួយយើងទាំងអស់គ្នាសុទ្ធតែទន្ទឹងរង់ចាំឲ្យព្រះអង្គម្ចាស់យាងមកយ៉ាងឆាប់រហ័សដើម្បីសង្គ្រោះយើងពីគ្រោះមហន្តរាយទាំងនេះនិងនាំយើងចូលទៅក្នុងនគរស្ថានសួគ៌ប៉ុន្តែតើអ្នកដឹងទេថាលក្ខខណ្ឌសម្រាប់ការចូលក្នុងនគរស្ថានសួគ៌គឺជាអ្វីព្រះអង្គម្ចាស់យេស៊ូវបានប្រាប់យើងយ៉ាងច្បាស់ថាមិនមែនគ្រប់គ្នាដែលហៅខ្ញុំថាព្រះអង្គម្ចាស់សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះハរតីព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើដូច្នេះតើការធ្វើតាមបំណងព្រះハរតីព្រះវរបិតាដែលគង់នៅស្ថានសួគ៌ពិតជាមានន័យយ៉ាងដូចម្តេចហើយតើយើងអាចចូលក្នុងនគរស្ថានសួគ៌ដោយរបៀបណាព្រះគម្ពីរមានទំនាយជាង200អត្ថបទព្រះគម្ពីរតាក់ទងនឹងការជំនុំជម្រះដែលជាកិច្ចការដ៏ធំបំផុតដែលព្រះអង្គម្ចាស់យេស៊ូវនឹងធ្វើនៅពេលទ្រង់យាងត្រឡប់មកវិញនៅថ្ងៃចុងក្រោយតើអ្វីជាទំនាក់ទំនងរវាងកិច្ចការនៃការជំនុំជម្រះនេះនិងការចូលរបស់យើងទៅក្នុងនគរស្ថានសួគ៌ពេត្រុសខ្សែទី1ចំពុក4ខ17ចែងថាត្បិតនឹងមានវេលាមកដល់ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់ហេតុអ្វីបានជាកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយចាប់ផ្ដើមនៅដំណាក់របស់ព្រះជាម្ចាស់តើព្រះជាម្ចាស់ជំនុំជម្រះអ្នកដែលជឿលើទ្រង់យ៉ាងពិតប្រាកដយ៉ាងដូចម្តេចហើយតើទ្រង់ជំនុំជម្រះអ្នកជឿខ្លាញ់ខ្លាយយ៉ាងដូចម្តេចតើការជំនុំជម្រះនេះធ្វើឡើងនៅស្ថានសួគ៌ឬនៅលើផែនដីតើកិច្ចការនៃការជំនុំជម្រះគឺជាការដាក់ទោសឬជាការសង្គ្រោះសំណួរទាំងនេះតាក់ទងដោយផ្ទាល់ទៅនឹងគោលដៅចុងក្រោយរបស់យើងវាកំណត់ថាតើយើងនឹងចូលទៅក្នុងនគរស្ថានសួគ៌ឬត្រូវបានបោះចូលទៅក្នុងបឹងភ្លើងយើងសូមអញ្ជើញអ្នកដោយក្តីរីករាយឲ្យចូលរួមសេចក្តីអធិប្បាយតាមអនឡាញរបស់យើងនឹងស្វែងយល់អំពីសេចក្តីពិតនៃកិច្ចការនៃការជំនុំជម្រះរបស់ព្រះអង្គម្ចាស់នៅគ្រាចុងក្រោយជាមួយគ្នាហើយរកឃើញផ្លូវទៅកាន់នគរស្ថានសួគ៌ការសិក្សាព្រះគម្ពីរដ៏ឥតគិតថ្លៃរបស់យើងត្រូវបានរៀបចំឡើងរៀងរាល់ថ្ងៃតាមអនឡាញវេលាម៉ោង 11:30 នាទីព្រឹកនិងម៉ោង 7:30 នាទីយប់ម៉ោងនៅកម្ពុជាលោកអ្នកអាចចូលរួមតាមរយៈកម្មវិធីផ្ញើសារ Facebook ឬទូរស័ព្ទមកយើងតាមលេខ087 815 261ដើម្បីទទួលបានព័ត៌មានបន្ថែម